សួស្តីអ្នកគ្នាថ្ងៃនេះមកជួបខ្ញុំរកណាទៀតហើយថ្ងៃនេះយើងមកបន្តផ្សាយរឿងវិញ Breaker នៅ chapter ទី2ឬក៏ episode ទី3របស់យើងបន្តទៀតអនដល់ episode ទូប្រយោគចូលក្នុងហាងថាជាបណ្ណាមួយទឹកកញ្ញើមកហើយថាជាបណ្ណាក៏បានសួរថាអសាកាយកើតអីទៅពេលទៅក៏ចោលថានៅលើក្នុងរបស់សាកាយយើងនឹងមានលោកយាយម្នាក់លោកយាយម្នាក់នោះមានឈ្មោះថាក្រមាសតូដោយថាជាបណ្ណាបានស្ដីឲ្យសាកាយយើងថាគាត់ជាមនុស្សចាស់ហើយបានចាញ់ទាំងគាត់ចាប់ពីក្នុងចឹងថាជាបណ្ណានិយាយចឹងមិននៅសាកាយយើងដោយគាត់ចោលហើយពេលនោះលោកយាយនឹងក៏បាននិយាយថាអញចង់ក៏បានដែរចាក៏បានចាប់ពីក្នុងរបស់ទូប្រយោគយ៉ាងលុយហើយពេលនោះសាកាយយើងស្ដីឲ្យយាយនឹងថាមិននឹងឃើញទៅឈឺខ្នល់ទៅពេលឲ្យថាចោលលុយហើយយាយនោះមានខ្វល់ពីស្ដីឲ្យបាសាកាទេដែលយីសាគាត់ថាគាត់នឹងមកទៅកាយទេតែពិតជាចិត្តល្អខ្លាំងមែនទែនហើយគាត់ក៏បានអរគុណដល់តាមទូប្រយោគផងដែរទូប្រយោគទៅមួយរៀនរៀនមិនដល់ចេញក្រោយហើយថាជាបណ្ណាក៏បានខត់ឲ្យទូប្រយោគនៅសិនព្រោះគាត់មានឲ្យចឹងណាហើយឲ្យពីសង្វិញ្ញាណហ្នឹងហើយគាត់បានល្អទៀតថាសង្វិញ្ញាណគាត់នឹងចង់ឲ្យហើយសាគាត់ទៅទិញថាជាមកសំថ្ងៃថាជាបណ្ណាបានញាក់មកមុខសាកាយហើយបាសាកាយថាយ៉ាងហ្នឹងមកទៅប្រអីទៅជាវិធីខ្លាំងមែនទែនហើយគាត់មានបានសប្បាយចិត្តអីទេគាត់មកទៅដល់ធម្មតាថាអីធម្មតានៅគេសប្បាយចិត្តបណ្ណាក៏បាននិយាយថាប្រអីនិយាយថាអត់ទេតែទឹកមុខបែរប្រហែលជាស្ដាយហ្មងទៅសាកាយថាគាត់ពិតជានិយាយថាគាត់អត់មានអីមែនពួកគាត់ពុកជួគ្នាក៏មានអាប៉ែណានេះដើរមិនមើលហ្មងដើរពុកជើងនិយាយពាក្យគាត់មកលេងទៅកាន់អ្នកអស់គ្នាមើលទឹកមុខសាកាអាប៉ែណាគេពីដែរស្គាល់ហើយពេលនោះដែលយើងបានស្គាល់ឈ្មោះអាប៉ែណាមានឈ្មោះថានីរ៉ៃហើយគេក៏បាននិយាយអួតពីសម្រាប់របស់គេចឹងណាពេលអាទៅលុយអត់ពេលនោះសាកាយើងបាននិយាយថាលុយស្អាតតែគាត់ឃើញអាក៏ដឹងទៅទិញថ្មីផងដែរមកទៅអាប៉ែណាមកទៅយ៉ាងពីព្រមទៅគាត់ដោះនេះអាប៉ែណាសោះក៏ទៅទលាដែរហើយពេលចឹងអត់ចេះអ្នកដែរសង្កេតថាអូខាយើងក៏ពេលដោះឡាក់ដែរដល់កមកនោះនីរ៉ៃបាននិយាយថាអូតែគាត់រៀននៅគូរៀនដែរមែនទៅពេលហេតុជាបាននិយាយថាខ្ញុំក៏សង្ឃឹមថាអ្នកទាំងពីរនឹងរៀនតាមគ្នាចុះពេលណានីរ៉ៃបានសួរថាតានាងនឹងស្គាល់នៅគាត់ដែរមែនព្រោះគាត់ដែរឃើញសាការីនៅទីក្រុងពីមុនហើយគាត់បានសួរជាច្រើនថាតើបានមើលទៅដល់សក់ពោះនៅពីផ្នែកពីពួកសាការីផងដែរពេលទៅសាការីនិយាយថាឲ្យមកចាក់គាត់ទៅសក់2000នៅផ្នែក2000ពេលនោះនីរ៉ៃបានថាមកទៅឯផាយស្ត្រហើយសាគីកាបូលីហើយថាជាបណ្ណាក៏បានសើចឹងទៅពេលថាជាបណ្ណាក៏បានជួយការសំទោសតាមក្នុងចិត្តនាងនិយាយថាអូយ៉ាប៉ែតំដងមកទៅវិញទៅមិញហ្នឹងពេលនោះនីរ៉ៃក៏បានទាញឲ្យសភៅកណត់ជីរបស់គាត់មកដែលនិយាយថាគាត់នៅរៀបរាប់ពីច្បាប់របស់នៅក្នុងសាលាឲ្យដឹងចឹងណាបានផ្ដល់ទៅកាន់ថាជាបណ្ណាថាប៉ែនោះលើហើយថាជាបណ្ណាក៏បាននិយាយថាកុំប្រកាន់អាប៉ែណាអាប៉ែណាថាប៉ុណ្ណាឲ្យមានរៀបរាប់នៅច្បាប់របស់សាលាអីចឹងណាព្រោះផាជាវាវល់ព្រោះ admin day ដឹងស្អីស្អប់ខ្លះទេបាននិយាយថា Foreign គឺជាសាលាមួយដែលនៅចំណាត់ថ្នាក់ខ្ពស់ខ្លាំងបំផុត Foreign បានចំនួនតំណែងប៉ូលីសដើម្បីការពារនៅទីក្រុងហ្នឹងហើយក៏ត្រូវបានគេហៅថាគឺជា hero ចឹងចាំការពារទីក្រុងចឹងណាគេបានសួរសាកាថាតែគាត់បានមានគំនិតអីគេសាកាលើកតែប្រកាន់ចំហរបស់គាត់ដោយគាត់ដែររបស់គាត់ចង់ធ្វើជា top 1នៅក្នុងសាលាហ្នឹងចង់ធ្វើជាជើងខ្លាំងដែលមានអ្នកទទួលស្គាល់ច្រើនចឹងណាអ្នកលើហើយនៅនឹងស្គីមកដល់និយាយអីចឹងណាពេលនោះនីរ៉ៃបាននិយាយថាពីសំសាយក៏ដែរបាយទៅជាខ្លួនណាឬហើយម្នាក់សើចមកជាពិសេសថាជាបណ្ណាសើចខំគោះទឹកពេលនោះសាកាថាចុះអានេះមើលងាយមកទៅវាយហ៊ាននឹងក្រៅមួយស្មាទៅពេលនោះនីរ៉ៃមានខ្វល់វិសាកាយើងទេដែលនិយាយថាអូជិះដល់មកចូលរៀនហើយចឹងគាត់គួរតែដើរមកជុំវិញនៅសិក្សាសាជាអីចឹងហើយមើលមុខអ្នកគេដាក់ខ្វល់ដល់ហ្មងណាអេនេះស្ដាប់ខ្ញុំអត់ដឹងខ្ញុំខំនិយាយប៉ុន្មានយល់ហើយអត់មានអ្នកស្ដាប់ខ្ញុំពេលនោះថាជាបណ្ណាក៏បាននិយាយថាឲ្យនីរ៉ៃនោះប្រញាប់ឡើងចាត់ទៀតមករៀនអីចឹងនេះតែបាននិយាយថាកងវរៈឯនេះខ្ញុំនឹងខ្លាចជា hero ការពារទីក្រៅសាបានតែមានឆ្នោតដែរ hero របស់បកាយដាក់ខ្វៀពេលនោះហើយសាកាក៏បាននិយាយឡើងថាហេតុអីបានជានៅក្នុងសាលា Foreign មានរឿងចឹងដែរពេលនោះសាកាបាននិយាយឡើងថាអាប៉ែនោះមើលទៅខ្សោយនៅគ្មានដល់ស្អីលើចឹងខ្លាចជាជើងខ្លាំងបានថាជាបណ្ណាក៏ឆ្នោតថាហេតុអីមកជាទូខយើងមានតម្លៃទៅសបកខ្លាំងបាននិយាយថាតាំងពីដើមមកមើលទៅអស់គាត់វាយជាមួយនឹងតាមខ្លួនឯងជាអ្នកខ្លាំងតែក៏ទៅកាកនោះជាបណ្ណាក៏បាននិយាយថាតែក៏ទៅយកអត់ដឹងអីទេទៅសាកាយកបាននិយាយថាមនុស្សដូចជានីរ៉ៃចឹងទៅណានាំទៅដៃទៅជើងទេឃើញចឹងថាជាបណ្ណាក៏បាននិយាយសួរសាកាថាកាហ្វេនោះវាមានពណ៌អីតែពេលសាកាក៏បានថាមានពណ៌ប្រោនតែពេលទៅថាជាបណ្ណាក៏បាននិយាយថាខោកាហ្វេតែក៏ទៅវាមានពណ៌ក្រហមតែកន្លែងនេះគេចង់ប្រាប់យើងថាយើងអត់ឲ្យវាតម្លៃលើតាមសាសបកក្រៅទេយើងត្រូវស្គាល់គេសិនមុននឹងវាតម្លៃគេតាមក្រោយដូចជាពេលនេះចឹងកាហ្វេវាមិនមានពណ៌ខ្មៅទេវាមានពណ៌ក្រហមតែពេលហើយសាកាក៏បាននិយាយថាហើយចង់ឲ្យប៉ែនឹងវាយគ្នាខ្លាំងថាគាត់មិនចង់និយាយពីរឿងហ្នឹងទេអងឡងពេលដល់ទៅសាលាណាសាកាយើងនៅតែពិតពីសម្ដីរបស់ថាជាបណ្ណា5ពេលនោះក៏មានពូម្នាក់ហត់មកពាំងមុខទូប្រយោគយើងនិយាយថាអូនឯងនឹងមិនអ្នកជួយទីក្រុងកាមានអីមុនไปមួយក្មេងស្ទាមកក្រុមតែគាត់ក៏បានលើកសរសើរថែមតែឲ្យនំទៅកាន់សាកាយើងទីដូចសាកាយើងចង់យកក៏ដោយហើយអ្នកនៅតាមផ្លូវផ្សេងទៀតក៏ដូចគ្នានៅឲ្យចឹងតែអត់មានឆ្ងល់អាប៉ែនេះគ្នាទៅ15ឆ្នាំឲ្យគ្នាគ្រប់ស្រាហើយទីចុងក្រោយគឺថាបាននំស៊ីពីដៃមកអីមិនទុកទេមកយើងក៏នៅតែគិតចឹងថាហេតុអីម្នាក់ទីក្រុងនេះចូលចិត្តគាត់ខាងម៉ែតែគាត់ក្មេងស្ទាដើរវាយគ្នាអីចឹងណាលោកគាត់ទៅទទួលយកវាទៅព្រោះថាអ្នកនៅទីនេះគឺស្រីចូលចិត្តលោកព្រោះលោកជាមនុស្សល្អពេលនោះសាកាយភ្ញាក់ហើយមែនតើហើយគេថាបោះរបស់ស៊ីចោលមកស្ដាយណាតែម្នាក់និយាយថាតើលោកគឺជាសាលាពលនេះទេល្អណាស់ខ្ញុំមានរឿងចោលលោកជួយបើសិនជាអ្នកមើល anime ច្បាស់ជាដឹងហើយព្រោះកន្លែងហ្នឹងចានោះសូមឲ្យតួឯកយើងទៅជួយនីរ៉ៃរបស់យើង